បងក៏ជាមនុស្សម្នាក់ដែលកំព្រាបងតាពីទូដែរបងចង់ប្រាប់ចឹងណាបងមានតែម្ដាយទេបងអត់ដែរស្គាល់ឪពុកតាំងពីបងកើតមកអត់ដែរបានហៅពាក្យថាឪសូម្បីតែមួយដងថ្ងៃនេះខ្ញុំបានចុះមកជួយកំព្រាបន្តិចបន្តួចព្រោះអីខ្ញុំមិនមែនជាអ្នកមានអីណាទេខ្ញុំធ្វើបុណ្យតាមតែខ្ញុំអាចនឹងធ្វើបានព្រោះអីក្តីសម័យខ្ញុំគឺខ្ញុំគិតថាពេលដែលខ្ញុំមានលុយខ្លះខ្ញុំនឹងចែករំលែកទៅពួកគាត់ឥឡូវខ្ញុំបានសម្រេចបំណងរបស់ខ្ញុំហើយជាមួយនឹងគ្រួសាររបស់ខ្ញុំណាហើយនឹង BAMR យើងមកអើយបានប្រហែលអ្នកដែរមកអត់គ្រប់គ្នាទេព្រោះអីគាត់រវល់អីអញ្ចឹងណាមិញនឹងបើកឆាកវីដេអូយើងឥឡូវចូលដល់ប្លុកយើងស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកជួយចែករំលែកដល់ក្មេងកំព្រាចំនួន100នាក់ជាងនៅខេត្តកណ្ដាលយើងស្រុកស្ទឹងណាបងប្អូនដែលគាត់ស្គាល់ច្បាស់ដែលខ្ញុំបានទៅជួយខមមិនខាងក្រោមនឹងទៀតណាខ្លាចខ្ញុំទៅតាមបានលើកទី1ខ្លាចខ្ញុំនិយាយរៀបរាប់អត់បានច្បាស់សូមអធិស្ឋានណាសំខាន់កូនខ្ញុំមកដល់ភ្លាមគឺគាត់បើកឆាកមកគាត់រាំឲ្យអូនមើលឲ្យគាត់មានអារម្មណ៍ថាសប្បាយចិត្តនឹងរីករាយជាមួយនឹងពួកខ្ញុំហើយនេះពិធីករយើងគាត់នៅហ្នឹងប្រហែលខ្ញុំអត់សូវស្គាល់ពីគាត់ច្បាស់ទេតែតាមការនិយាយស្ដីរបស់គាត់ប្រហែលជាអ្នកគ្រូម្នាក់ដែលជួយបង្រៀនអូនដែលគាត់កំព្រាគាត់និយាយឡើងអួតដើមកកូន4នាក់ហ្នឹងគឺគាត់ជាកូនកំព្រាបងប្អូនបកើតហ្មងណាក៏លើក4នាក់ហ្នឹងមកដោយសារអីគេដោយសារគាត់ជាក្មេងកំព្រាឪពុកម្ដាយសម្លាប់គ្នាហ្មងខ្ញុំឮគាត់និយាយខ្ញុំចង់តែយំស្រក់ទឹកភ្នែកគេដោយសារអីគឺដោយសារពាក្យថាខ្លោចចិត្តអាណិតតែអត់អាចជួយអ្វីបានព្រោះអីយើងក៏មិនទាន់ខ្លាយទៅជាអ្នកមានមហាសាអីទេបងប្អូនដឹងហើយថាក្តីសម័យរបស់ខ្ញុំគឺចង់ជួយក្មេងកំព្រាពេលដែលខ្ញុំបានធូរធារហើយនេះអ៊ំម្ចាស់បណ្ដុលគាត់នៅនឹងមើលការខុសត្រូវគាត់មិនត្រឹមតែម្ចាស់បណ្ដុលនៅនឹងនេះទេគាត់ថែមទាំងជាចុងភៅជាម្ដាយជាឪពុកនិយាយទៅគាត់ស្រឡាញ់ក្មេងៗគាត់មើលថែក្មេងៗឬគាត់និយាយថាគាត់លក់ដីស្រែដើម្បីធ្វើមណ្ឌលនឹងដើម្បីឲ្យពួកគាត់បានរៀនបានសូត្រនិយាយទៅខ្ញុំសរសើរទឹកចិត្តគាត់ខ្លាំងមែនតើរាល់ថ្ងៃគាត់លក់ម្ជូរលក់អីចិញ្ចឹមកូនគាត់រាប់រយនាក់នៅហ្នឹងបងប្អូននេះអត់មានគ្រូណាមកបង្រៀនពួកគាត់ទេគឺបងស្រីវិធីកមិញគឺគាត់ជាអ្នកបង្រៀនពេលដែលនៅខាងក្រៅអ្នកនរគ្នាល្អមើលមែនតើចូលតួសាហាវរឿងទុំទាវគាត់សំដែងចេញមកលះឲ្យចូលតួខ្លាំងមែនតើខ្ញុំមើលឡើងមានអារម្មណ៍ថារំភើបរីករាយអត់មានគ្រូណាបង្រៀនទេគាត់មើលតាម YouTubeហើយឥឡូវដល់វគ្គរាំកូនខ្ញុំគាត់ឃើញគាត់ចូលរាំរីករាយសប្បាយជាមួយនឹងពួកគាត់ដែរឲ្យបង្កើតកម្មវិធីកាន់តែសប្បាយយើងកុំបង្កើតកម្មវិធីទុកកង្វល់ពេកយើងដឹងថាពួកគាត់កំព្រាហើយតែយើងមកយើងក៏ជាមនុស្សម្នាក់ដែលកំព្រាឪពុកតាំងពីទូដែរបងចង់ប្រាប់ចឹងណាបងមានតែម្ដាយទេបងអត់ដែរស្គាល់ឪពុកតាំងពីបងកើតមកអត់ដែរបានហៅពាក្យថាឪសូម្បីតែមួយដងតែបងនៅតែតស៊ូនោះបាននិយាយទៅអូនក៏បាក់ចិត្តយើងអត់ទាន់ប្រកាសដៃប្រកាសជើងទេអញ្ចឹងយើងត្រូវតែខំប្រឹងទាំងអស់គ្នាពេលដែលយើងនៅទីណាយើងត្រូវតែស្ដាប់ពួកគាត់បដាយមិនគឺដូចតែឪពុកម្ដាយរបស់យើងអញ្ចឹងស្ដាប់អ្នកគ្រូស្ដាប់អីស្ដាប់គាត់ធ្វើតាមការណែនាំរបស់គាត់ពេលដែលគាត់យកយើងនៅជាមួយគឺគាត់ស្រឡាញ់យើងដូចជាកូនអញ្ចឹងអូនត្រូវតែស្ដាប់គាត់ធំឡើងត្រូវតែរឹងមាំជាពិសេសត្រូវរឹងមាំហើយក្លាហានទៀតព្រោះបងចង់ប្រាប់ថាបងក៏ជាក្មេងកំព្រាដែរហើយគ្រួសារបងក៏មិនជាអ្នកមានដែរតាំងពីទូចមកតែបងតស៊ូអញ្ចឹងអូនទាំងអស់គ្នាក៏បាក់ទឹកចិត្តណាស៊ូឡើងហើយមានឱកាសបងមកទៀតណាព្រោះឥឡូវក៏បងមិនមែនជាអ្នកមានអស្ចារ្យអីដែរបងគ្រាន់តែថាធូរធារជាងមុនតែអ្វីដែលបងអាចចែករំលែកបានបងចែករំលែកអរគុណពាក្យដែលខ្ញុំនិយាយមុនហ្នឹងគឺជាពាក្យប្រាប់ទៅពួកគាត់ថាខ្ញុំក៏ជាក្មេងកំព្រាម្នាក់ដែរបងប្អូនត្រូវតែរឹងមាំនិងតស៊ូកុំបាក់ទឹក
ចិត្តខ្ញុំចង់ឲ្យពួកគាត់រឹងមាំព្រោះពេលខ្លះអ្នកដែលនៅទីនេះមិនត្រឹមតែកំព្រាម្ដាយឪពុកទេថែមទាំងឪពុកលំលោភទៀតខ្ញុំខ្លោចចិត្តណាស់បងប្អូនខ្ញុំអត់និយាយសំដែងអីទាំងអស់ពេលដែលបងប្អូនឃើញខ្ញុំនៅពេលហ្នឹងខ្ញុំទឹកភ្នែកខ្ញុំឡើងស្រក់ពេលដែលអ៊ំគាត់និយាយរៀបរាប់ខ្ញុំអាណិតមែនតែននេះខ្ញុំមកសួរពួកគាត់ថាមានអារម្មណ៍មិនដែរសប្បាយចិត្តអត់កូនហើយឃ្លាននៅអីនៅឥឡូវខ្ញុំខ្លាចពួកគាត់ឃ្លានក៏ខ្ញុំធ្វើការដួសចាប់ចែងឲ្យគាត់ញ៉ាំកុំឲ្យចាំយូរអញ្ចឹងណាដូចខ្ញុំប្រាប់ចឹងខ្ញុំអត់តន់ខ្លាចតែជាអ្នកមានអ្នកបានទេខ្ញុំមានថវិកាបន្តិចបន្តួចនិងការញ៉ាំបន្តិចបន្តួចដើម្បីឲ្យពួកគាត់រីករាយសប្បាយចិត្តបងប្អូនដែលមានសប្បុរសធម៌ចិត្តធម៌អាចគិតថាខ្លួនឯងជួយទៅពួកគាត់បានបងប្អូនចាំជួយមកមើលពួកគាត់ផងណាធ្វើអីញ៉ាំឲ្យពួកគាត់ញ៉ាំជូនលុយតិចតួចឲ្យពួកគាត់ញ៉ាំឲ្យពួកគាត់មានស្នាមញញឹមស្នាមអីពួកគាត់កំសត់ណាស់បងប្អូនទូចមែនតែនតែកំព្រាឪពុកម្ដាយអ្នកខ្លះទទួលរងសម្ពាធម្ដាយឪពុកសម្លាប់នៅនឹងមុខឪលំលោភនិយាយទៅកំសត់តែគាត់ប្រឹងញញឹមដោយក្តីសង្ឃឹមដូចខ្ញុំប្រាប់ចឹងខ្ញុំចូលសម្លេងក៏ខ្ញុំនៅតែអួរដើមខពេលដែលឃើញរូបភាពហ្នឹងខ្ញុំសម័យសម្លេងដែលអ៊ំម្ចាស់មណ្ឌលគាត់ប្រាប់ខ្ញុំចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំក្តុកក្តួលខ្លាំងណាតែខ្ញុំសន្យាថាបើខ្ញុំនៅតែរកបានមានបានជោគជ័យកាន់តែខ្លាំងខ្ញុំនៅតែបន្តធ្វើមនុស្សធម៌ដើម្បីចែករំលែកឲ្យពួកគាត់និយាយទៅខ្ញុំគិតថាពីមុនខ្លួនខ្ញុំលំបាកតែពេលដែលខ្ញុំបានចុះមកមណ្ឌលបានខ្ញុំដឹងថាអ្នកដែលលំបាកវេទនាច្រើនណាស់រងសម្ពាធរងទុក្ខមិនត្រឹមតែរងទុក្ខផ្លូវកាយថែមទាំងរងទុក្ខផ្លូវចិត្តទៀតចឹងសង្ឃឹមថាបងប្អូននឹងរីករាយតស៊ូប្រឹងប្រែងសង្ឃឹមថាបងប្អូននឹងជៀសផុតពីបញ្ហាអស់នឹងធំឡើងធ្វើជាមនុស្សល្អនេះខ្ញុំពីអ្នកប្តីខ្ញុំបានធ្វើការចែកលុយគាត់ម្នាក់បន្តិចបន្តួចចឹងទៅចំនួន100អ្នកជាងហើយនឹងជូនទៅដោះគោជូនទៅខោជូនចំណៃចំណុកឲ្យពួកគាត់ញ៉ាំថ្ងៃហ្នឹងនិយាយទៅពួកគាត់សប្បាយរីករាយហើយខ្ញុំសរសើរទឹកចិត្តពួកគាត់រុះរាយញញឹមគោរពអរគុណមានសុជីវធម៌ក្នុងខ្លួនខ្លាំងណាថ្មីត្បិតតែគាត់អត់មានម្ដាយឪពុកតែហូមក្នុងមណ្ឌលបានបដៅគាត់បានល្អការគួរសមគោរពដឹងគុណចេះឆ្លាតខ្ញុំសរសើរហើយដូចខ្ញុំនិយាយចឹងបងប្អូនដែលគាត់មានថវិកាអាចជួយបានគាត់អាចទៅចូលរួមជាមួយនឹងអង្គមណ្ឌលបានណាគាត់ហ្នឹងហើយខ្ញុំបានជូនលុយគាត់ឲ្យគាត់ទុកសម្រាប់ចាប់ចាយតាមនឹងទៅដល់ពេលចុងគុកគាត់មកគ្រាន់ BA ខ្ញុំមកជុំពួកខ្ញុំទេដល់ពេលគាត់ឃើញអញ្ចឹងទៅក៏គាត់យកលុយជូនយកអីខ្លះបន្ថែមទៀតទៅដើម្បីឲ្យគាត់ចាប់ចែងបានច្រើនជាងហ្នឹងហើយដល់ពេលកូនចៅខ្ញុំម្នាក់នេះសុខចិត្តខ្ចីលុយខ្ញុំថែមបើកប្រាក់ខែមុនអញ្ចឹងណាពួកអីឃើញកុំសត់ពេកស្ដាប់ទៅក្តុកក្តួលមានទឹកចិត្តមែនតែននិយាយទៅខ្ញុំហៅពួកគាត់មកគាត់មានចិត្តធម៌សិតតែចិត្តធម៌ទោះខ្លួនមិនទាន់សូវមានបានក៏ដោយក៏ចេះចែករំលែកនេះគាត់បានយកលុយទៅជូនហើយជូនគាត់នឹងដោយសារអីដូចគាត់ជាមេម្នាក់ជាម្ដាយជាឪពុកអ្នកចាប់ចែងមកហូបមហាអ្នកមើលថែកូននៅទីនេះចឹងត្រូវតែជូនគាត់ដើម្បីទុកផ្គត់ផ្គង់កូនទាំងអស់គ្នាហើយនេះធ្វើការញ៉ាំខ្ញុំអត់មើងងាយទឹកចិត្តគាត់អត់មើងងាយកន្លែងញ៉ាំទេខ្ញុំត្រូវតែញ៉ាំឲ្យគាត់សប្បាយចិត្តញ៉ាំដោយក្តីសុខឥឡូវខ្ញុំធ្វើការថតរូបជុំកូនទាំងអស់គ្នានឹងជុំទុកជាអនុស្សាវរីយ៍នេះគាត់បានជូនបកាយប័ត្រឲ្យខ្ញុំដើម្បីឲ្យដឹងថាគាត់បានមកអញ្ចឹងនិយាយទៅគាត់លើកមុខលើកមាត់គាត់បំពេញគាត់ធ្វើចេញមកឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅខ្ញុំអរគុណមែនតែនខ្ញុំអរគុណខ្លាំងហើយ
ខ្ញុំអរគុណដល់អ៊ំដែលបានមើលថែក្មេងៗជាច្រើនអ៊ំជាម្ដាយម្នាក់ដៃតែ2ជើង2ទេតែមើលថែកូនច្រើនមែនតែនបានចឹងគេថាម្ដាយតែមួយអាចចិញ្ចឹមកូនប្រមាណអ្នករាប់រយអ្នកក៏បានដែរចឹងពេលដែលយើងធំឡើងយើងត្រូវតែមើល